ឡាមីនយ៉ាម៉ាល់អាចឈ្នះពានរង្វាន់បាល់មាសបាល់ឡុនដ័រដែរឬទេទាំងដែលគេមិនបានឈ្នះពានរង្វាន់ UEFA Champions League នារដូវកាលនេះបាទសួស្តីបងប្អូននៅក្នុងវីដេអូនេះយើងចង់និយាយអំពីតារាបាល់ទាត់វ័យក្មេងសញ្ជាតិអេស្ប៉ាញកីឡាករឡាមីនយ៉ាម៉ាល់ទើបតែមានវ័យ17ឆ្នាំទេតែមានទេពកោសល្យដ៏អស្ចារ្យដែលមិនអាចប្រកែកបាននឹងភាពបត់បែនរស់រវើកនៅលើទីលានស្ទើរតែមិនមានកន្លែងដែលទាស់ទាត់ទៅសោះជាពិសេសគឺទេពកោសល្យក្នុងការបណ្ដាបាល់បញ្ជូនបាល់និងការបញ្ចប់ទីគឺមានភាពច្បាស់លាស់មែនទែនសម្រាប់កីឡាករវ័យក្មេងវ័យទើបតែ17ឆ្នាំត្រូវបានគេចាត់ទុកថាជាកីឡាករវ័យក្មេងដ៏អស្ចារ្យបំផុតនៅក្នុងផែនដីនាពេលបច្ចុប្បន្ននេះអ្វីដែលសំខាន់ឡាមីនយ៉ាម៉ាល់បានជួយឲ្យបាល់សេឡូណាឈ្នះពាន3ហើយពានរង្វាន់ Super Copa de España ពានរង្វាន់ Copa del Rey ពានរង្វាន់ La Liga អត់បានឈ្នះតែ UEFA Champions League មួយទេដោយបានបរាជ័យក្រុមធ្វើជើងរបស់ Inter Milan មិនអាចឆ្លងទៅកាន់ការប្រកួតវគ្គផ្ដាច់ព្រាត់ដែលធ្វើឡើងនៅចុងខែនេះអ្វីដែលសំខាន់ឡាមីនយ៉ាម៉ាល់ក៏ត្រូវគេចាត់ទុកថាជាកីឡាករដែលមានភាគរយខ្ពស់ក្នុងការឈ្នះពានរង្វាន់បាល់មាសបាល់ឡុនដ័រអញ្ចឹងបងប្អូនយើងមួយចំនួនក៏បានលើកឡើងថាអ្នកខ្លះក៏ថាឡាមីនយ៉ាម៉ាល់អាចមានលទ្ធភាពក្នុងការឈ្នះអ្នកខ្លះក៏លើកឡើងថាឡាមីនយ៉ាម៉ាល់នឹងមិនអាចឈ្នះទេនៅពេលដែលគេមិនមាន UEFA Champions League នៅក្នុងដៃបែបនេះអញ្ចឹងអ្នកផ្សេងក៏បានលើកឡើងពីបេក្ខភាពផ្សេងៗដែលអាចមានភាគរយក្នុងការឈ្នះបាល់មាសបាល់ឡុនដ័រអញ្ចឹងសួរថាតើបាល់មាសបាល់ឡុនដ័រវាអាស្រ័យទៅលើការឈ្នះ UEFA Champions League ឬក៏យ៉ាងណាអញ្ចឹងអ្វីដែលសំខាន់ខ្ញុំចង់បញ្ជាក់ទៅកាន់បងប្អូនយើងថាបាល់ឡុនដ័រគឺជាពានរង្វាន់បាល់មាសដែលផ្ដោតទៅលើឯកតជនកីឡាករឯកតជនណាដែលបានបង្ហាញទម្រង់លេងទេពកោសល្យនិងសាងសមិទ្ធផលដ៏អស្ចារ្យនៅលើទីលានក្នុងអាជីពជារៀងរាល់ឆ្នាំគេត្រូវបានជ្រើសរើសម្នាក់ដើម្បីចាត់ទុកថាជាកីឡាករដ៏ល្អបំផុតនៅលើភពផែនដីអ្វីដែលសំខាន់នោះគឺថាអ្នកដែលមានសិទ្ធិក្នុងការបោះឆ្នោតឲ្យកីឡាករដែលជាប់ឈ្មោះជាកីឡាករឈ្នះពានរង្វាន់បាល់មាសបាល់ឡុនដ័រគឺគេបានផ្ដល់ឲ្យទៅស្ថាប័នសារព័ត៌មានបាទទាំង100ប្រទេសដែលមាន ranking FIFA បាទបាល់ទាត់ពិភពលោកគឺមានកម្រិតខ្ពស់ពីលេខ1ដល់លេខ100នឹងសម្រាប់វិញ្ញាសាផ្នែកបរិះហើយអ្នក100អ្នកហ្នឹង100ប្រទេសហ្នឹងក៏គេមានសិទ្ធិក្នុងការជ្រើសរើសកីឡាករចាំទីល្អគ្រូបង្វឹកល្អកីឡាករល្អប្រចាំឆ្នាំអីចឹងទៅអ្វីដែលសំខាន់សម្រាប់ផ្នែកនារីគេធ្វើត្រឹមប្រមាណជា50ប្រទេសពីលេខ1ដល់លេខ50បាទគេជ្រើសរើសផ្នែកនារីក៏មានឱកាសឈ្នះពានរង្វាន់បាល់មាសផ្នែកនារីចឹងទៅតែអ្វីដែលសំខាន់ខ្ញុំចង់និយាយពីបាល់មាសផ្នែកបរិះតើមាន UEFA Champions League នៅក្នុងដៃអាចឈ្នះឬយ៉ាងណាបាទពិតណាស់បងប្អូនយើងការឈ្នះ UEFA Champions League គឺជាចំណែកមួយដ៏អស្ចារ្យដែលកីឡាករបាល់ទាត់ជាច្រើនតែងតែប្រាថ្នាចង់បានហើយក៏ជាចំណែកមួយក្នុងការអាចមានឱកាសក្នុងការឈ្នះពានរង្វាន់បាល់មាសបាល់ឡុនដ័រដែរប៉ុន្តែមិនប្រកាស 100% ទេมันមានន័យថាតតែឈ្នះ Champions League ទើបអាចលើកពានបាល់ឡុនដ័រឬក៏มันមាន Champions League มันអាចលើកពានបាល់ឡុនដ័រដែរអញ្ចឹងអ្វីដែលសំខាន់នោះគឺការបង្ហាញទម្រង់លេងដ៏ល្អរបស់កីឡាករនៅលើទីលានទាំងការបញ្ចប់ទីទាំងការបញ្ជូនបាល់ទាំងបច្ចេកទេសផ្សេងៗដែលមានទេពកោសល្យបានបង្កើតឲ្យមើលឃើញថាមានសក្តានុពលខ្លាំងក្នុងការបង្ហាញសមត្ថភាពនៅលើទីលានហើយសួរថាតើនៅពេលដែលបង្ហាញល្អហើយតើប្រកាសទេថាអាចនឹងឈ្នះមិនប្រកាសទៀតដោយសារតែអាស្រ័យលើការបោះឆ្នោតអញ្ចឹង100ប្រទេសដែលមានសិទ្ធិក្នុងការបោះឆ្នោតហ្នឹងគឺនឹងជ្រើសរើសកីឡាករទាំង5រូបចុងក្រោយចម្រាញ់កីឡាករសល់5រូបចុងក្រោយដើម្បីបោះឆ្នោតសម្រាប់តើកីឡាករណានឹងអាចឈ្នះពានរង្វាន់បាល់មាសបាល់ឡុនដ័រអញ្ចឹងសម្រាប់កីឡាករឡាមីនយ៉ាម៉ាល់ក៏មិនប្រកាសថាគេអាចឈ្នះពានបាល់ឡុនដ័រដែរនៅក្នុងរដូវកាលនេះទាំងដែលគេមានពានរង្វាន់3នៅក្នុងដៃមាន La Liga មានពានរង្វាន់ Copa del Rey និងពាន Super Copa España តែក៏មិនប្រកាសថាគេមិនអាចឈ្នះដែរបើទោះបីជាគេមិនមាន UEFA Champions League ក៏ដោយឬក៏ UCL ក៏ដោយប៉ុន្តែខ្ញុំមិនចង់និយាយអ្វីច្រើនទេបងប្អូនចំណុចនេះខ្ញុំហ៊ាននិយាយថាខ្ញុំនៅចំកណ្ដាលខ្ញុំគិតថាឡាមីនយ៉ាម៉ាល់ពិតជាអាចនឹងមានភាគរយខ្ពស់មែនហើយកីឡាករផ្សេងក៏អាចមានដែរបាទមានដែរប៉ុន្តែគ្រាន់ថាឡាមីនយ៉ាម៉ាល់កំពុងតែឈានមកគេសួរថាតើអូស្មែនដេម៉ាឡេអាចមានឱកាសឈ្នះទេអូស្មែនដេម៉ាឡេក៏អាចមានដែរយើងក៏មើលមិនឃើញដែរព្រោះដេម៉ាឡេក៏កំពុងតែធ្វើបានល្អជាមួយនឹងក្រុមបាល់ទាត់ PSG បាទនៅក្នុងលីកអងបារាំងឥឡូវឈ្នះពានរង្វាន់លីកអងហើយមាន Frank Cup ឡើងដល់វគ្គផ្ដាច់ព្រាត់ហើយមាន UEFA Champions League វគ្គផ្ដាច់ព្រាត់ទៀតហើយសួរថាតើកីឡាករ Inter Milan Lautaro Martinez អាចមានឱកាសឈ្នះទេមានឱកាសដូចគ្នាបាទមានឱកាសដូចគ្នាសួរថា Mbappé អាចមានឱកាសទេមានឱកាសដូចគ្នាប៉ុន្តែអ្វីដែលសំខាន់គឺអាស្រ័យលើការបោះឆ្នោតដែរបើទោះបីជាយើងបង្ហាញទម្រង់លេងល្អប៉ុណ្ណាក៏ដោយបើមិនជាការបោះឆ្នោតគេបានជ្រើសរើសកីឡាករណាមួយក៏យើងមិនដឹងដែរយើងមិនអាចប្រកែកបានទេបាទបើការបោះឆ្នោតនោះគឺការជ្រើសរើសនោះស្រាប់តែជ្រើសរើសអ្នកណាផ្សេងក្រៅពីកីឡាករទាំង4ដែលខ្ញុំបានលើកឡើងអាហ្នឹងក៏មិនអាចមានអ្វីប្រកែកដែរព្រោះបាល់មាសបាល់ឡុនដ័រនេះគឺអាស្រ័យការបោះឆ្នោតនឹងឯងអញ្ចឹងខ្ញុំនិយាយពីចំណុចកីឡាករឡាមីនយ៉ាម៉ាល់នេះគឺពិតណាស់គេមានភាគរយស្ទើរតែ70ទៅ80%ដែលអាចឈ្នះបាល់មាសបាល់ឡុនដ័រ
ព្រោះកីឡាករវ័យទើបតែ17ឆ្នាំបែបនេះយើងមិនដែលមានកីឡាករណាល្អដូចគេអញ្ចឹងទេសូម្បីតែមេស៊ីសូម្បីតែរ៉ូណាល់ដូសូម្បីតែណេម៉ាសូម្បីអ្នកណាក៏ដោយនៅក្នុងវ័យ17ឆ្នាំមិនប្រកាសថាធ្វើបានល្អដូចឡាមីនយ៉ាម៉ាល់ទេព្រោះដោយសារតែក្នុងវ័យយុវជន17ឆ្នាំគឺកីឡាករជាច្រើនគាត់អាចថាមានទេពកោសល្យនៅកម្រិតទាបហើយបទពិសោធន៍និងភាពក្លាហាននិងសមត្ថភាពដែលហ៊ានបង្ហាញពីសមត្ថទេពកោសល្យពី talent របស់គាត់វាមានតិចមែនទែនហើយកីឡាករឡាមីនយ៉ាម៉ាល់គឺគាត់ហាក់ដូចជាកីឡាករម្នាក់ដែលខ្ញុំមិនដែលឃើញទេថាមានភាពច្បាស់លាស់នៅលើទីលានបាទទាំងដែលគេវ័យទើបតែ17ឆ្នាំទាំងការបម្លាស់ទីទាំងការសម្រេចចិត្តអូសបញ្ជូនការបញ្ចប់ទីហើយអ្វីដែលសំខាន់គឺការទាត់ទីកាលពីយុគម្សិលមិញជាមួយនឹងអេស្ប៉ាញ៉ុលបាទគឺ2គ្រាប់មួយគ្រាប់ដែលគេសុទ្ធបញ្ចូលទីគ្រាប់បាល់ទី1និងការបញ្ជូនបាល់ឲ្យ Fermin Lopez លើកទី2ហ្នឹងក៏សុទ្ធសឹងតែជាទេពកោសល្យដ៏ល្អអញ្ចឹងខ្ញុំគិតថាឡាមីនយ៉ាម៉ាល់គឺជាកីឡាករដែលមានភាពរយខ្ពស់អញ្ចឹងយើងនិយាយឲ្យចំទៅគឺកុំឲ្យថាយើងគិតថា fan Real ឬ fan Barca ឬ fan ណាផ្សេងគិតថាឡាមីនយ៉ាម៉ាល់មិនភាគរយខ្ពស់ខ្ញុំគិតថាបើយើងគិតយកហេតុផល UCL មកប្រហែលជាមិនអាចគ្រប់គ្រាន់ទេព្រោះដោយសារតែការជ្រើសរើសកីឡាករល្អមិនមែនអាស្រ័យទៅលើការឈ្នះ UCL ទេមានកីឡាករជាច្រើនឈ្នះ UCL ប៉ុន្តែពួកគេនៅតែអត់បានឈ្នះពានប៉ុន្តែនៅក្នុងប្រវត្តិនៃពានរង្វាន់បាល់មាសបាល់ឡុនឌ័រក៏មានកីឡាករ5រូបដែលមិនដែលឈ្នះមិនបានឈ្នះ UCL ប៉ុន្តែគេមានឱកាសឈ្នះពានរង្វាន់បាល់មាសដូចគ្នាបាទក្នុងដូចជាមាន Ronaldo Nazario មានកីឡាករ Michael Owen បាទមានកីឡាករ Nedved បាទមាន Roberto Baggio ហើយមានកីឡាករមួយរូបទៀតហ្នឹងគឺបាទ Fabio Cannavaro បាទសុទ្ធសឹងតែជាកីឡាករដែលមិនបានឈ្នះពាន UCL ប៉ុន្តែមានឱកាសឈ្នះពានរង្វាន់បាល់មាសបាល់ឡុនឌ័រអញ្ចឹងគេផ្ដោតទៅលើការបង្ហាញទម្រង់លេងការបង្ហាញពីសមិទ្ធផលល្អនៅលើទីលានសរុបបាទគឺទាំងអស់ទាំងការបញ្ជូននិងការសុទ្ធបញ្ចប់ទីទាំងទេពកោសល្យល្អនៅលើទីលានជាចំណែកមួយសំខាន់ក្នុងការជួយឲ្យក្រុមឈ្នះពានអាហ្នឹងគឺកីឡាករនឹងហើយមានភាពរយខ្ពស់អញ្ចឹងអត់មានអ្វីច្រើនទេបងប្អូនយើងទាំងអស់គ្នាយើងរងចាំតាមទាំងអស់គ្នាថាតើនរណានឹងក្លាយជាម្ចាស់ពានរង្វាន់បាល់មាសបាល់ឡុនឌ័រនៅក្នុងឆ្នាំនេះអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានទស្សនានៅវីដេអូនេះកុំភ្លេចជួយ share ម្នាក់មួយផងបាទសូមអរគុណនិងសូមគោរពលា